ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះមាននឹងមកបន្តសាច់រឿងរបស់យើងទៀតគឺរឿងបេះដូងខ្ចីតឥឡូវមកខាពេលវេលាយូរយើងទៅដល់ការសម្ដែងរបស់អេដមីនទាំងអស់គ្នាបន្តពីសាច់រឿងរបស់យើងកន្លែងចាប់អាពេលសាច់រឿងមុនរបស់យើងហ្នឹងគឺបានចប់នៅកន្លែងពេលគឺគូតទឹកទាំងពីរនេះឥឡូវយើងបន្តសាច់រឿងរបស់យើងនៅពេលនេះពួកគេក៏បានងូតទឹកហើយរៀបចំហើយនៅតកូនស្រីរបស់យើងទេគាត់កំពុងតែរៀបចំមកហើយសិនគាត់ក៏បាននិយាយថាគ្រាន់តែផ្ដល់ឲ្យខ្ញុំ1នាទីទៀតខ្ញុំចិត្តរួចរាល់ហើយប៉ែរងគាត់ក៏បាននិយាយទៅវិញថាផ្លាស់ប្ដូរសម្លៀកបំពាក់របស់អ្នកដើម្បីទៅកាន់លំនៅដ្ឋានរបស់ព្រះអង្គអ្នកទាំងអស់គ្នាឡើយនេះមានបកមកចឹងមាននិយាយចឹងណាសូមអ្នកទាំងអស់គ្នាមកកាន់មានអីណាហើយសិនរបស់យើងហ្នឹងគាត់ក៏បាននិយាយថាហាមិនអីទេហើយសម្លៀកបំពាក់ក្នុងទូដោយជ្រើសរើសដោយប៉ែរងគាត់បានរើសវាឲ្យខ្ញុំពីទូសិនរបស់យើងគាត់ក៏បានគិតចឹងអ្នកទាំងអស់គ្នាហើយប៉ែរងរបស់យើងហ្នឹងគាត់ក៏បានទៅរើអាវឲ្យអូនរបស់គេហ្នឹងអ្នកទាំងអស់គ្នាថ្ងៃនេះអេដមីនរៀងសុំសម្រាយកាត់តិចណាកុំប្រកាន់អេដមីនអីណាដោយសារអេដមីនរៀងមានគេថាបញ្ញាប់ខ្លាំងមែនទែនថ្ងៃហ្នឹងខ្ញុំមានអារម្មណ៍ថាដូចជាតុក្កតាហើយប៉ែរងគឺជាតុក្កតាហើយបែរងរបស់យើងហ្នឹងក៏បានយកកៅអៅមកឲ្យសិនរបស់យើងពាក់ហ្នឹងដើម្បីទៅផ្ទះរបស់លោកតាម្នាក់នោះហើយសិនរបស់យើងហ្នឹងគាត់ក៏បានយល់ព្រមហើយសិនរបស់យើងហ្នឹងគាត់និយាយថាបែបនិយាយមិនក៏មិនគេដល់គ្នាគេដាក់មកចឹងអេដមីននិយាយចឹងណាអ្នកគ្នាកុំកាន់អេដមីនអីណាក៏ដូចជាគាត់ចូលចិត្តប៉ុន្តែវាមិនអីទេបាយរងខ្ញុំត្រៀមខ្លួនហើយតោះយើងទៅបាយរងរបស់យើងហ្នឹងក៏បាននិយាយអីទេគាត់ខំបានមើលគេសិនរបស់យើងហ្នឹងស្លៀកពាក់តែប៉ុណ្្នឹងហើយគាត់ក៏កាត់មកលំនៅឋានមួយអ្នកទាំងអស់គ្នាអត់ដឹងលំនៅឋានហ្នឹងឈ្មោះអីទេដោយសារគេសាច់រឿងរបស់គេបានបង្ហាញទៅដល់គ្នាកុំកាន់មាននេះណាកន្លែងហ្នឹងណាហើយពេលនោះសិនរបស់យើងហើយនឹងបាយរងក៏កំពុងតែដើរហើយក៏មានកូនឆ្កែមួយមកហត់មកស៊ីសិនរបស់យើងហ្នឹងណាអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាកូនឆ្កែហ្នឹងគាត់មានឈ្មោះថាគីចំគាត់ទៀតអ្នកទាំងអស់គ្នាអេដមីនសុំតោះផងមានខ្ជិលកាត់ដល់ហ្នឹងហ្នឹងហើយកុំកាន់អេដមីនអីច្រឡំដាក់គាត់និយាយពាក្យគាត់ឡើងជាប់មាត់ហ្នឹងឃើញតើឡើយយើងតោះសាច់រឿងយើងទៀតហើយស៊ីនរបស់យើងគាត់ក៏បាននិយាយទៅកាន់កូនឆ្កែហ្នឹងថាកូនឆ្កែហ្នឹងនឹកគាត់មែនហេតុអីបានធ្វើជាសបាយហ្នឹងណាហើយបាយរងក៏បាននិយាយជាមួយអ្នកមហៅថាធ្វើគាត់នៅឯណាហូបនិយាយថាហូបតាចាស់ម្នាក់មហៅម្នាក់ហ្នឹងគាត់ក៏បាននិយាយថាមេគឺនៅក្នុងបន្ទប់សម្រាប់កាលពី9ឆ្នាំមុនប៉ារបស់បាយរងបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវជាប់រទេះតាំងពីពេលនោះមកហើយចិត្តរបស់គាត់មិនច្បាស់លាស់ទេហើយតាចាស់ម្នាក់ហ្នឹងក៏ត្រូវជាឪពុករបស់បាយរងរបស់យើងហ្នឹងអ្នកនរគ្នាហើយគេរបស់យើងក៏បានបន្តទៀតថាបន្ទាប់ពីបាយរងបានចាប់យកអាជីពគ្រូសាបានរៀបចំឲ្យឪពុករបស់គាត់ហ្នឹងសម្រាប់ព្យាបាលនៅលំនៅឋានហើយបាយរងរបស់យើងហ្នឹងក៏ទៅលេងឪពុករបស់គាត់ហ្នឹងរៀងរាល់ពី3ខែម្ដងអ្នកនរគ្នាអញ្ចឹងហើយរបស់យើងគាត់បានកាត់មកកន្លែងសិនរបស់យើងហ្នឹងគាត់ក៏បាននិយាយថាខ្ញុំមិនអីទេខ្ញុំអស់កម្លាំងហើយខ្ញុំប្រើរយៈពេលអស់កន្លះថ្ងៃហើយខ្ញុំនឹងទៅសម្រាកខ្ញុំនឹងមកលេងជាមួយឯងម្ដងទៀតនៅពេលក្រោយហើយឆ្កែហ្នឹងក៏បានព្រុសហើយអ្នកទាំងអស់គ្នាហើយស៊ីនរបស់យើងក៏បាននិយាយថាល្អណាស់គីហើយអ្នកបម្រើហ្នឹងក៏បាននិយាយស្វាគមន៍ទៅកាន់ស៊ីនរបស់យើងហ្នឹងហើយស៊ីនរបស់យើងហ្នឹងក៏បាននិយាយអរគុណទៅកាន់គេអញ្ចឹងណាអ្នកទាំងអស់គ្នាហើយស៊ីនរបស់យើងហ្នឹងក៏បានដើរឡើងទៅលើកាំដើអញ្ចឹងណាអ្នកទាំងអស់គ្នាហើយអ្នកបម្រើហ្នឹងក៏បានសុបស៊ីវគ្នាថាពេលនេះគាត់ទៅជាន់ទី3កំពុងឡើងទៅគុំរកខានគាត់យល់ហើយអ្នកបម្រើហ្នឹងនិយាយថាគេនិយាយតគ្នាគេប្រសិនបើមានអ្វីចាំរហូតដល់គាត់ចុះមកហើយស៊ីនរបស់យើងគាត់ក៏បានគិតក្នុងចិត្តថាតើគាត់ឡើងទៅជាន់ទី3ទៀតទេខ្ញុំដឹងថាជេមមានតំណែងតំណងជាមួយនឹងនរណាខ្ញុំបានឮរឿងមួយកើតឡើងចំពោះគ្រួសារគាត់ដូច្នេះគាត់ត្រូវផ្លាស់ប្ដូរទៅរស់នៅជាមួយសាច់ញាតិហើយសិនបើយើងហ្នឹងក៏បានឡើងមកជាន់ទី3អ្នកទាំងអស់គ្នាដល់ហើយណាហើយក៏បានទាញកៅអីដើម្បីអង្គុយសម្រាប់ចាំបាយរងរបស់យើងហ្នឹងអ្នកនរគ្នាដែលសាប់បាយរងហ្នឹងគាត់ទៅជួបនៅបុរសចំណាស់ម្នាក់នោះដែលគាត់នឹងធ្វើជាឪពុករបស់គាត់ហ្នឹងអ្នកនរគ្នាមានសម្រាប់ញាប់ចឹងហើយបើស្ដាប់បានខំគប់ប្រកាន់មានអីណាហើយសេចរបស់រឿងរបស់យើងហ្នឹងក៏បានបង្ហាញនៅក្រួយខ្នងបុរសម្នាក់ដែលគាត់នឹងត្រូវជាម្ចាស់ក្មេងនៅផ្ទះក្បែរហ្នឹងអ្នកនរគ្នាហើយហ្នឹងគឺជាសម្ដីរបស់អ្នកមហាពីនេះដែលកំពុងសັບសៀវនិយាយដល់ម្ចាស់អ្នកទាំងអស់គ្នា
ហើយបុរសដែលត្រូវជាអ្នកមហៅនោះគាត់ក៏បាននិយាយទៅកាន់អ្នកមហៅស្រីម្នាក់នោះថាអ្នកមិនមែនទេគាត់គឺជាម្ចាស់ក្មេងនៅផ្ទះផ្អែកនេះគួរអាម៉ាស់ណាស់ដែលមានបញ្ហាហើយពួកគេត្រូវផ្លាស់ប្ដូរទៅនៅក្រៅប្រទេសអស់រយៈពេល5ឆ្នាំមកនេះរាល់ពេលដែលខ្ញុំមកលេងគាត់ទស្សនាកន្លែងនៅនេះគាត់តែស្នាក់នៅក្នុងបន្ទប់នេះហើយនេះក៏ជាសម្ដីរបស់សិនរបស់យើងហ្នឹងគាត់ក៏បាននិយាយតទៀតថាខ្ញុំមិនប្រកាន់ទេអតីតកាលរបស់គាត់គឺជាមនុស្សពេញវ័យនៅទីនេះហើយសិនរបស់យើងហ្នឹងគាត់ក៏បានគិតក្នុងចិត្តថាតើវាជាស្នេហាដំបូងឬក៏និស្ស័យវាជារឿងធម្មតាហើយក្រៅពីពួកយើងមិនដែលនៅជាមួយគ្នាទេខ្ញុំមិនប្រកាន់ទេវាគ្រាន់តែថាខ្ញុំមានអារម្មណ៍សោកសៅបន្តិចហើយសាច់រឿងរបស់យើងនោះបានបង្ហាញកន្លែងបាយរងហើយនឹងឪពុករបស់គាត់និយាយគ្នាទេអ្នកទាំងអស់គ្នាគឺគេបង្ហាញឲ្យតែកន្លែងស៊ីនរបស់យើងហ្នឹងគាត់កំពុងដេកហើយបាយរងហ្នឹងគាត់បានងើកទៅមើលស៊ីនរបស់យើងដែរអ្នកទាំងអស់គ្នាអូយប្រពន្ធណាគេណោះអីក៏ស្អាតយ៉ាងនេះដេកក៏ខ្ជុតយីមែនអូយស្អាតខ្លាំងមែនទែនប្រពន្ធណាគេហ្នឹងតោះបានហើយអ្នកទាំងអស់គ្នាកុំអោយអេដមីននឹងនិយាយលើសាច់រឿងខ្លាំងពេកឥឡូវយើងតសាច់រឿងយើងទៀតទៅសាច់រឿងរបស់យើងហ្នឹងក៏បានកាត់មកពេលកន្លែងស៊ីនរបស់យើងហ្នឹងត្រូវបានបាយរងក៏បាន3យ៉ាងនឹងអស់គ្នាដោយសារហើយពេលហ្នឹងសិនណាគាត់ក៏បាននិយាយថាបាយរងតើអ្នកបានបញ្ចប់ការងាររបស់នេះហើយឬនៅហើយបាយរងហ្នឹងគាត់ក៏បាននិយាយថាបាទតោះយើងថ្ងៃនេះរៀងយប់បន្តិចហើយត្រឡប់ទៅផ្ទះវិញប្រហែលជាពេលព្រឹកហើយសាច់រឿងរបស់យើងហ្នឹងបានកាត់មកដល់ពេល2នាក់ហ្នឹងគាត់នឹងបានមកដល់ផ្ទះវិញហើយស៊ីនរបស់យើងហ្នឹងគាត់ក៏បាននិយាយថាបាយរងហើយបាយរងហ្នឹងគាត់ក៏បាននិយាយទៅវិញថាតើអ្នកមានកើតអ្វីឡើងហើយស៊ីនរបស់យើងក៏បាននិយាយទៅបាយរងទៀតទេគាត់ក៏បានក្នុងចិត្តថាខ្ញុំពិតជាចង់សួរគាត់អំពីមនុស្សម្នាក់ជាពិសេសថ្មីខ្ញុំពិតជាតូចមានរឿងវាមិនមែនជារឿងនោះទេរឿងអ្វីទៅអ្នកទាំងអស់គ្នាគិតប៉ុណ្ណឹងអេមីនប្រហែលប៉ុណ្ណឹងអ្នកទាំងអស់គ្នាគិតយល់ខ្លួនឯងណាអ្នកគ្នាណាមានខ្ញុំនិយាយបកអ្វីអីវិញឆ្ងាយច្រើនណាស់ដោយសារតែមានម្នាក់ទំឡងអេមីនចូលសម្លេងលេងចង់បានអ្នកទាំងអស់គ្នាអើយហើយពេលនេះស៊ីនរបស់យើងក៏បាននិយាយថាដោយវិធីនេះខ្ញុំស្មានថាអំណោយអ្វីដែលខ្ញុំបានដាក់ជូនម្នាក់ចំណោមមួយនោះហើយបាយរងក៏បាននិយាយថាប្រភេទបែបរៀងឆ្ងល់អ្នកទាំងអស់គ្នាដឹងថាចង់និយាយថាគាត់ដឹងថាសិនរបស់យើងនឹងគាត់ចង់និយាយអីទេហើយសិនរបស់យើងក៏បាននិយាយថាទេអ្នកនឹងដឹងនៅថ្ងៃកំណើតរបស់អ្នកហើយខ្ញុំនឹងប្រាកដថាអ្នកនឹងចូលចិត្តវាយេគេមានកាដូឲ្យគេអនាគតប្តីរបស់គេនេះអ្នកទាំងអស់គ្នាសិនរបស់យើងនិយាយបានតែប៉ុណ្ណឹងគេក៏បានកាត់ឲ្យកន្លែងអបិសក់ក្រហមអ្នកទាំងអស់គ្នាដែលគាត់មានឈ្មោះថាជេមកអ្នកទាំងអស់គ្នាហើយអបិសក់ក្រហមហ្នឹងគាត់ក៏បាននិយាយថាខួបកំណើតរបស់បាយរងជិតចូលមកដល់ហើយតើអ្នកគិតថាខ្ញុំគួរតែបកគលអ្វីឲ្យគេចាប់អារម្មណ៍ទេណាហើយចង់អបិសក់ក្រហមហ្នឹងក៏បាននិយាយថាវាជាការពិតណាស់គ្មានអំណោយរបស់នរណាម្នាក់ដែលមានតម្លៃជាងអំណោយរបស់អ្នកឡើយនិយាយមែនពីអ្នកនេះត្រូវផ្លាយគ្នាដល់ហើយអ្នកទាំងអស់គ្នាអបិសក់ក្រហមហើយនឹងបាយរងយើងហ្នឹងគាត់នឹងត្រូវជាស្រោមនឹងគ្នាហើយពេលហ្នឹងទូរស័ព្ទរបស់អបិសក់ក្រហមហ្នឹងក៏បានរកហើយគេក៏បាននិយាយថាប្រកបទូរស័ព្ទរបស់ខ្ញុំឲ្យខ្ញុំអនុញ្ញាតឲ្យខ្ញុំមើលថានរណាឆាតមកខ្ញុំហើយនៅក្នុងឆាតហ្នឹងគេក៏បាននិយាយថាខ្ញុំនឹងនៅចាំអ្នកនៅពលានចិនខុសនៅម៉ោង3រសៀលនៅថ្ងៃស្អែកហើយអបិហ្នឹងក៏តបឆាតទៅគេវិញថាខ្ញុំនឹងនៅចាំអ្នកមិនអីទេហើយអ្នកលោលេឆាតជាមួយអបិហ្នឹងឲ្យមានដឹងថាជាណាគេទេអ្នកទាំងគ្នាបងប្អូនគ្នាទាយមើលខ្លួនឯងចាំភាគ4ចាំមើលគេបង្ហាញសាច់រឿងគេបង្ហាញអ្នកទាំងគ្នាណាហើយអបិសក់ខំក៏បាននិយាយថាជាការចៃដន្យយើងគ្រាន់តែនិយាយអំណោយហើយគាត់គឺជាសារមួយបន្ទាប់ពីបិសកក្រហមនឹងឆាតហើយគេក៏បាននិយាយថាសម្លាញ់កម្មវិធីចាប់ដើមហើយសាច់រឿងរបស់យើងក៏បានចាប់ប៉ុណ្ណឹងហើយអ្នកនរអគ្នាបើចង់ដឹងថាភាគក្រោយទៅជាយ៉ាងណានោះកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាហើយក៏សូមទោសផងដែលមានសំឡេងរំខានអ្នកទាំងអស់គ្នាវាមានរំខានទាំងមនុស្សផងទាំងកង្ហារផងអញ្ចឹងអ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអធិស្ឋានឲ្យមានទាំងអស់គ្នាណាបាយបាយអត់មានទេតែប៉ុណ្ណឹងទេជួបគ្នានៅវីដេអូក្រោយ